ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមន្តគាថាស្ដោះពឹសខ្ទួយក្អែបឬក៏ពឹសខ្ញាដំរីតិចពុកម៉ែបងប្អូនណាហ្នឹងហើយពឹសអស់ទាំងហ្នឹងគឺมันធ្វើឲ្យបាត់បង់អាយុជីវិតយើងទេប៉ុន្តែវាធ្វើឲ្យយើងមានការឈឺចាប់បន្តិចពុកម៉ែបងប្អូនបើសិនតែយើងមិនមានបាលីស្ដោះទេវានឹងធ្វើឲ្យយើងឈឺចាប់កាន់តែខ្លាំងឡើងពុកម៉ែបងប្អូនណាហ្នឹងហើយអញ្ចឹងចំពោះក្មេងៗគឺពិបាកទ្រាំណាស់ជាមួយនឹងសត្វប្រភេទនេះតិចពុកម៉ែបងប្អូនណាហ្នឹងហើយមុននឹងសូត្រគឺយើងសូត្រនៅនមោពុទ្ធយសទ្ធាំងចំនួន3ចប់យើងសូត្រនៅគាថានេះចំនួន7ចប់យើងសូត្រថាអូមៈពឹសក្អែបពឹសខ្ទួយពឹសពេញរលួយប្រផាត់ចុងស្មៅទៅគ្រូប្រើអញឲ្យហៅប្រផាត់ចុងស្មៅបណ្ដេញពឹសពេញពុកម៉ែបងប្អូនសូត្រដូចខ្ញុំសូត្របង្ហាញអញ្ចឹងមកពុកម៉ែបងប្អូនណាហ្នឹងហើយអរគុណពុកម៉ែបងប្អូនអរគ្នាដែលតាមដាន